សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះមកចែកម្លែកបទពិសោធន៍នៃការប្រើប្រាស់ Microsoft Word អញ្ចឹងមុននឹងចូលនៅការប្រើប្រាស់ Microsoft Word ខ្ញុំចង់បញ្ជាក់មួយថា Microsoft Word គឺជាកម្មវិធីមួយនៃ Microsoft Office ដែលភាគច្រើនយើងប្រើប្រាស់សម្រាប់ធ្វើការងាររដ្ឋបាលមួយចំនួនដូចជាការសរសេរអត្ថបទលិខិតឬក៏របាយការណ៍និងឯកសារផ្សេងៗទៀតជាច្រើនហើយអ្នកប្រើប្រាស់ Microsoft Word ព្រោះវាផ្ដល់ភាពងាយស្រួលដល់យើងទាំងអស់គ្នាហើយវាមានមុខងារគ្រប់គ្រងក្នុងការរៀបចំលិខិតស្នាមដោយដែលបានរៀបរាប់នៅខាងលើអញ្ចឹងហើយអ្នកប្រើប្រាស់ Microsoft Word បានលុះត្រាតែអ្នកបានដំឡើង Microsoft Word ជាមុនសិនបើសិនជាអត់បានដំឡើងទេគឺយើងអាចប្រើប្រាស់បានទេអញ្ចឹងអីទៅជា Microsoft Word នេះគឺជា Microsoft Word ណាអញ្ចឹងខ្ញុំមកប្រាប់ពីរបៀបនៃការបើក Microsoft Word យើងអាចចុចនៅលើ Microsoft លើរូប Microsoft Word នេះ2ដងដើម្បីបើកក៏បានអូខេវានឹងចេញផ្ទាំងដើម្បីបើក Microsoft Word ហើយអញ្ចឹងខ្ញុំប្រាប់ពីវិធីដើម្បីបើកមួយទៀតគឺយើងអាចចុចលើ search នេះប៊ូតុង search មកយើងចុចពាក្យយើងចុចកន្លែងប៊ូតុង search ណាយើងវាយពាក្យ Word នេះបងប្អូននេះចុចមកអូខេមួយទៀតបងអាចចុចលើ key window ដែលមាននៅលើ keyboard របស់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលដឹងថា key window ហ្នឹងគឺជា key អីនេះខ្ញុំបើក Microsoft Google Chrome មកនេះបងនេះ key window ហ្នឹងគេហៅ key window យើងចុចលើវាហ្នឹងមកហើយវានឹងចេញផ្ទាំង search ឲ្យយើងហើយអញ្ចឹងខ្ញុំចុចឲ្យបងមើលឃើញទេនេះវាចេញផ្ទាំង search ហ្នឹងមកហើយវាយពាក្យ Word ទៅវានឹងចេញហើយចុចលើវាមួយឬក៏ចុចពាក្យ openអូខេសម្រាប់ផ្ទាំងមួយនេះវានឹងបញ្ជាក់មួយថាតើយើងមានចង់បាន document មួយណាដែលយើងបានប្រើរបៀបថាយើងចង់យកវាមកប្រើអត់នេះចុចកន្លែង more template មកវានឹងចេញឲ្យផ្ទាំងមួយដែលយើងឲ្យយើងរើ template ដើម្បីយកមកប្រើប្រាស់ហើយតែជាទូទៅសម្រាប់ខ្ញុំគឺខ្ញុំអត់សូវប្រើប្រាស់លើវាទេគឺខ្ញុំចុចលើពាក្យ blank document នេះមកអូខេអញ្ចឹងបងប្អូនអាចបើក Microsoft Word បានយើងអាចវាយឯកសារបាននេះអូខេយើងវាយឯកសារនៅទីនេះបានអូខេអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ហើយថាអាกระดาษសហ្នឹងគេហៅវាថាជាអីគេអញ្ចឹងกระดาษសទាំងអស់នេះគឺគេហៅវាថាជា working area ហ្នឹងគឺជាกระดาษមួយដែលសម្រាប់ឲ្យយើងធ្វើកិច្ចការរបស់យើងនៅក្នុង Microsoft Word របស់យើងអញ្ចឹងណាបងបន្ទាប់មកប្រអប់ខាងលើនេះប្រអប់ខាងលើនេះគេហៅថា main tab គឺវាមាន tab ជាច្រើនដូចជា file home insert design layout អីមួយចំនួនចឹងទៅអូខេបន្ទាប់មកខ្ញុំចង់បង្ហាញមួយទៀតគឺ quick access toolbar អញ្ចឹងពេលខ្លះបងប្អូនចង់ preview មើលថាតើกระดาษរបស់យើងបានធ្វើហ្នឹងវារបៀបថាបានត្រឹមត្រូវនៅអញ្ចឹងណាមុននឹង print ណាអញ្ចឹងឧទាហរណ៍ខ្ញុំវាយពាក្យ hello អូខេអញ្ចឹងវាយពាក្យ hello នេះខ្ញុំចង់ preview មើលវាមុននឹង print អញ្ចឹងខ្ញុំអាចចុចកន្លែងនេះមកខ្ញុំយកពាក្យ print preview and print អញ្ចឹងណាចុចដល់មកយើងមើលវាឃើញទេថាกระดาษរបស់យើងវាមិនអញ្ចឹងណាអញ្ចឹងនៅក្នុងquick access toolbar ហ្នឹងវាមាន tool ជាច្រើនឃើញទេបងមានជាង save មាន open មាន new មាន undo មាន redo អីហ្នឹងជាច្រើនអញ្ចឹងបើសិនជាបងចង់បានវាបងអាចចុចលើសញ្ញា open នេះមកចុចមួយមកវានឹងគូសសញ្ញា tick មួយអញ្ចឹងបងអាចបើកបានឃើញទេចុចតិចមកឧទាហរណ៍ខ្ញុំអត់ចង់បានខ្ញុំដោះវាវិញខ្ញុំដោះ open អញ្ចឹងណាហើយខ្ញុំដោះ print preview មួយទៀតអូខេអញ្ចឹងចូលទៅដល់មួយទៀតគឺ document title អញ្ចឹងពេលដែលបងប្អូនទាំងអស់គ្នាពេលដែលធ្វើឯកសារហើយប្រកាសតែចង់ save វាហើយបើតែបងប្អូនកុំភ្លេចដាក់ឈ្មោះឲ្យបានត្រឹមត្រូវណាបងបើអត់ដាក់ឈ្មោះត្រឹមត្រូវទេឧទាហរណ៍នេះវាជាអីគេdocument title អញ្ចឹងវាបញ្ជាក់ថាតើឯកសារយើងឈ្មោះអីគេ
នៅក្នុងហ្នឹងអញ្ចឹង document 1 ឧទាហរណ៍បងដាក់ឈ្មោះ document 1អញ្ចឹងវាពិបាកនៅក្នុងការរកឯកសារហ្នឹងមកប្រើប្រាស់វិញអញ្ចឹងណាអញ្ចឹងខ្ញុំ recommend ឲ្យបងដាក់ឈ្មោះវាឲ្យបានត្រឹមត្រូវទៅតាមឯកសារដែលបងប្អូនចង់ប្រើប្រាស់អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំបរៀនបាន 3 ចំណុចហើយអញ្ចឹងចូលមកដល់របៀបបិទឬក៏បើកMicrosoft Word អញ្ចឹងកន្លែងនេះគឺសញ្ញាដកនេះគ្រាន់តែយើងជែកថាយើងដកវាចេញពីផ្ទាំងកុំព្យូទ័ររបស់យើងទេអូខេដកមកឃើញទេវាចេញមកអញ្ចឹងស្រាប់តែដកឲ្យបងប្អូនរត់ឃើញទេអញ្ចឹងបងប្អូនអាចទៅរកវាបាននៅក្នុងនេះបានបងគ្រាន់តែបើកវានៅកន្លែងគេហៅអញ្ចឹងបងប្អូនអាចបើកវានៅក្នុង taskbar បានដែលនៅប្រអប់ខាងក្រោមនេះអញ្ចឹងបងប្អូនគ្រាន់តែចុចបើកវាមកវានឹងចេញមកវិញហើយមួយទៀតបងប្អូនគិតថាចាអូវាធំពេកបងប្អូនចង់បរិបរួមវាឲ្យទូចអីចឹងណាបងប្អូនអាចចុចកន្លែងនេះបាននេះចុចមកវាឃើញវាមកទូចទេបើមិនជាបងប្អូនឃើញវាទូចអញ្ចឹងបងប្អូនចង់ឲ្យវាធំវិញបងប្អូនគ្រាន់ចុចកន្លែងប្រអប់4ជ្រុងនេះមកគេហៅ maximize នេះចុចមកវានឹងមកធំហើយអូខេអញ្ចឹងបើសិនជាបងប្អូនចង់បិទវាបងប្អូនចុចខ្វែងនេះពេលដែលចុចខ្វែងវាប្រកាសជាសួរថាតើឯកសាររបស់បងនឹងចង់ save អត់បើសិនជាបងប្អូនចង់ save បងប្អូនចុចពាក្យថា save មកអូខេបន្ទាប់មកដាក់ឈ្មោះនៃឯកសាររបស់បងនិងដាក់ទីតាំងកន្លែងណាមួយមកអញ្ចឹងឧទាហរណ៍ខ្ញុំដាក់នៅក្នុង desktop អូខេហើយខ្ញុំដាក់ពីឯកសារដាក់ឈ្មោះឯកសារហ្នឹងថា testing អូខេខ្ញុំចុច save មកអញ្ចឹងឯកសារហ្នឹងវានឹងបាន save នៅក្នុង desktop របស់ខ្ញុំឃើញទេវានេះវា load មកហើយអញ្ចឹងបងប្អូនអាចបើកវាមកវិញបានដោយចុចលើពាក្យថាលើឯកសារដែលយើងចង់បើកហ្នឹងមកអូខេនេះឃើញហើយចេញមកឲ្យថាឯកសាររបស់យើងនេះគឺបានបើកមកវិញហើយមួយទៀតគឺ status bar គឺនៅខាងក្រោមនេះអញ្ចឹងវាបញ្ជាក់ថា page យើងមានប្រមាណ page ហើយមានប្រមាណ word អញ្ចឹងខ្ញុំសរសេរថែមទៀតអញ្ចឹងឧទាហរណ៍ខ្ញុំសរសេរញ៉ៃអញ្ចឹងទៅឧទាហរណ៍ណាអូខេចឹងទៅអញ្ចឹងពេលដែលយើងសរសេរកាន់តែច្រើនពាក្យនៅក្នុងនេះក៏វាបដូរទៅតាមនឹងដែរអូខេអញ្ចឹងនៅក្នុង status bar ហ្នឹងវាមិនមែនមានតែប៉ុណ្្នឹងទេគឺមានកន្លែងបរិបរួមនៅឯកសាររបស់យើងទៀតឧទាហរណ៍បងប្អូនឃើញថាវា zoom out ពេកអញ្ចឹងបងប្អូនអាច zoom in បានចុចសញ្ញាបូកនេះមកឃើញទេអញ្ចឹងអាចអូសក៏បានដែរអូខេអញ្ចឹងសម្រាប់ថ្ងៃនេះយើងបានរៀនពី6ចំណុចទី1គឺ working areaទី2គឺ main tab ទី3 quick access toolbar ទី4 document title ទី5minimize maximize ហើយនិង close ហើយនឹង close ទី6គឺ status bar អូខេចឹងទាំង6នេះខ្ញុំបញ្ជាក់ម្ដងទៀត working area គឺជាกระดาษសទាំងអស់នេះគឺផ្ទាំងกระดาษសពីនេះមកដល់នេះមកគឺហៅกระดาษសកន្លែងกระดาษកិច្ចការរបស់យើងហើយ main tab គឺជា tab ទាំងអស់នេះជា tab ទាំងអស់នេះដែលយើងសម្រាប់ប្រើប្រាស់វាអញ្ចឹងណាអញ្ចឹងមេរៀនបន្ទាប់ខ្ញុំនឹងបញ្ជាក់ថានេះប្រើសម្រាប់ insert ប្រើសម្រាប់អីគេ draw ប្រើសម្រាប់អីគេនិងមុខងារមួយចំនួនដែលយើងប្រើប្រាស់ទូទៅហើយ quick access toolbar នេះគឺជា tool មួយសម្រាប់ឲ្យយើងងាយស្រួលក្នុងការ
ចុច print ឬក៏ចុចបិទឬក៏បើកឯកសារថ្មីអញ្ចឹងណាបងនេះកន្លែងនេះអញ្ចឹងកន្លែងនេះ Quick Access Toolbar ឃើញទេអញ្ចឹងយើងចុច new ទៅយើងទៅបើកឯកសារថ្មីឃើញអត់អូខេអញ្ចឹង title bar នេះគឺជាឈ្មោះនៃឯកសាររបស់យើងនេះឈ្មោះឯកសាររបស់យើងដូចខ្ញុំអញ្ចឹងដាក់ឈ្មោះវាថា testing ហើយ maximize ហើយនឹងminimize វិញ minimize ពេលយើងដកវាចេះមកហើយយើងបើកវាវិញបាននៅក្នុងtaskbar ចុចមកហើយនេះបរិយាព្រមវាអញ្ចឹងបងប្អូនអាចទាញវាបានដែរក្នុងការប្រើប្រាស់វាអញ្ចឹងឃើញអត់អូខេហើយបើចង់បិទវាគឺចុចសញ្ញាខ្វែងនេះមកបន្ទាប់មកគឺ status bar គឺបញ្ជាក់ថាតើយើងមានប្រមាណទំព័រកន្លែងនេះ page ហ្នឹងថាតើ page យើងឥឡូវហ្នឹងមានប្រមាណទំព័រមានប្រមាណអក្សរអូខេបន្ទាប់មកទៀតគឺការបរិយាព្រមនៃឯកសាររបស់យើងចង់ព្រមវាឲ្យទូចមកឲ្យស្រួលមើលឲ្យចិត្តណាឲ្យចិត្តឲ្យស្រួលមើលបើ zoom out ឲ្យវាឆ្ងាយបន្តិចឲ្យមើលថាវាអាចស្រួលមើលជាងឬក៏ zoom in ស្រួលមើលជាងគឺសម្រាប់លើបងទេអាចចុចសញ្ញាបូកក៏បានដកក៏បានដែរអូខេថ្ងៃនេះមានតែប៉ុណ្្នឹងទេបើមានចម្ងល់អីអាចសួរបាននៅក្នុង comment បានទាំងអស់គ្នាណាអរគុណច្រើន